យើងឃើញថាទោះបីជាចន្លោះអាយុឬក៏ Gen ដែលយើងហៅថាខុសគ្នាខ្លាំងរវាង Gen X និង Gen Z ប៉ុន្តែយើងងាកមកមើលចំណុចវិជ្ជមានមួយដែលយើងអាចរៀនពីគ្នាទៅវិញទៅមកសំណួរនេះអនុញ្ញាតសួរទៅជិញតើអ្នកណាពិតជាអ្នកត្រូវរៀនបន្ថែមរវាង Gen X និង Gen Z និយាយធំចា Honestly, Gen X. ចឹងអូ Yes, because Gen X has more work experience to be shared. បងទទួលស្គាល់ថាគាត់មានបទពិសោធន៍និងបំណងជីវិតច្រើននៅក្នុងជីវិតរបស់គាត់មែនប៉ុន្តែពួកយើងពីពួកយើងទៅដូចគ្នាក៏គាត់ក៏ត្រូវរៀនពីយើងដែរបងព្រោះដោយសារតែឥឡូវបច្ចេកវិទ្យាគឺដើរលឿនខ្លាំងមែនតើទាំង AI ទាំង app ថ្មី But when it comes to mentoring, we communicate. There's a lot of communication, and we teach on leadership. ចាចាចាអញ្ចឹងមែនតើគ្រូសាស្ត្រណាក៏មើលយើងរៀនពីគ្នាទៅវិញទៅមកមែនហើយប៉ុន្តែគ្រាន់ថា Gen X យើងនិយាយថាសិស្សច្បងហ្នឹងនេះកាជាទូទៅសិស្សច្បងគាត់មានបទពិសោធន៍ច្រើនជាងនៅក្នុងការដឹកនាំនៅក្នុងការធ្វើទំនាក់ទំនងនៅក្នុងការរស់នៅជីវិតប្រចាំថ្ងៃដែលយើងសម្រាប់នេះការចាត់មិនដែរ ទោះបីជាពួកគាត់មាន leadership ក្នុងការដឹកនាំអីផ្សេងៗចឹងដូចគ្នាប៉ុន្តែសម្រាប់ពីពួកខ្ញុំទៅក៏គាត់ត្រូវរៀនពីយើងក៏ត្រូវរៀនពីគាត់ដែរទោះបីជាគាត់មានបទពិសោធន៍មែនប៉ុន្តែពីខាងពួកយើង generation ថ្មីគឺអ្វីៗក៏ត្រូវផ្លាស់ប្ដូរតាមហ្នឹងចឹងដូច topic យើងនិយាយពីមុនចឹងឧទាហរណ៍ AI ចឹង AI ការប្រើប្រាស់របស់ពួកយើងគឺខុសគ្នាចឹងពីពួកគាត់ក៏ត្រូវរៀន AI ពីខ្ញុំឬមួយក៏រៀន thread ថ្មីអីថ្មីចឹងទៅវាអាចផ្លាស់ប្ដូរជីវិតគាត់ដូចគ្នាដែរបង មែនតើនិយាយខ្លីគឺចេះណាក៏ដោយយើងអាចរៀនពីគ្នាទៅវិញទៅមកចំណុចខ្លាំងហើយនិងចំណុចខ្សោយមានដូចគ្នាតែថាGen Z អាចនិយាយថាអេឈិញមនុស្សចាស់ធ្វើអីមនុស្សពីដើមគិតអីនឹមនួនច្រើនខ្លាចនេះខ្លាចនោះច្រើនតែឈិញនឹងអាចនិយាយថាអេនេះកាពួកក្មេងក្រោយនេះឆ្លើយខ្លាំងធ្វើអីក្បត់ shortcut ហើយចឹងគាត់ចាចឹងគាត់អាចគិតខុសគ្នាប៉ុន្តែនៅតែមានចំណុចរួមមួយដែលគាត់អាចរៀនពីគ្នាទៅវិញទៅមកឧទាហរណ៍ថានេះការរៀនអំពីឈិញតាក់ទងទៅនឹងការដឹកនាំតាក់ទងទៅទំនាក់ទំនងតាក់ទងទៅនឹងការដោះស្រាយបញ្ហាមិនចឹងទេតែឈិញរៀនពីនៃការវិញទៅអានេះ trend Gen Z អានេះ AI អានេះ technology គេចេះយើងអាច so make it short we learn from each other you agree with that Agree, totally agree.